សួស្តីប្រិយមិត្តបងប្អូនកូនក្មួយទាំងអស់គ្នាលោកតាលោកយាយឥឡូវនេះយើងមកមើលការទស្សន៍បៀថ្ងៃច័ន្ទទី19ខែមករាឆ្នាំ2026ទាំងអស់គ្នាទូទី1យើងទូទីអំពីអ្នកប្រឹក្សាផ្ទាល់ខ្លួនទូទី2យើងទូទីអំពីក្រុមគ្រួសារពុកម្ដាយបងប្អូនកូនចៅទូទី3យើងទូទីអំពីអាជីវកម្មនិងការងារមុខរបររកទទួលទានប្រចាំថ្ងៃទូទី4ទូទីអំពីអនាគតឥឡូវយើងមកមើលទាំងអស់គ្នាជួរទី1ស្លឹកទី1សម្រាប់អ្នកប្រឹក្សាផ្ទាល់ខ្លួនក្រមុំប៊ិចតំណាងឲ្យស្ត្រីនៅលីវឬក៏មេម៉ាយឬក៏ជាស្ត្រីលេងលះស្ត្រីទុច្ចរិតផិតក្បត់ភូតភរឬក៏មិត្តអាក្រក់ស្វែងរកការធ្វើបាបវាប្រកាសពីអំពីការលំបាកឧបសគ្គជាច្រើនដែលហាក់ដូចមិនអាចឆ្លងកាត់បានបាទដូច្នេះត្រូវប្រយ័ត្នជាមួយស្ត្រីហ្នឹងបាទអាចភូតភរកុហកយើងបោកប្រាស់យើងណាដូចកាក់យើងបាទក្នុងវិធីអ្វីមួយបាទក្នុងបំណងអ្វីមួយបាទជួនកាលលួចកាក់ជួនកាលបោកប្រាស់រឿងផ្សេងទៀតបាទអាចឥឡូវនេះយើងមកមើលស្លឹកទី2បាទស្លឹកទី2ក៏មិនល្អដែរ9ប៊ិចនេះតំណាងឲ្យភាពឯកាទុកព្រួយប្រកាសពីភាពទុកព្រួយគ្រោះមហន្តរាយជំងឺការបែកបាក់ឬក៏លេងលះវាបញ្ជាក់ពីស្លឹកបៀដែលនៅចិត្តវាពាក់ព័ន្ធផងដែរឥឡូវនេះយើងទៅមើលបៀដែលពាក់ព័ន្ធបន្ទាប់ហ្នឹងបាទពាក់ព័ន្ធគឺរឿងលុយកាក់របស់យើងបាទត្រូវប្រយ័ត្នមែនទែនណាអាចចាញ់បោកគេបាទទុកព្រួយរឿងលុយកាក់របស់យើងហ្នឹងបាទអាត់ជួរហ្នឹងតំណាងឲ្យភាពជោគជ័យក្នុងអាជីវកម្មសំណាងល្អឥតខ្ចោះសម្រាប់អ្វីៗគ្រប់យ៉ាងដែលតាក់ទងនឹងលុយកាក់ណាសញ្ញានៃសំណាងដូចជាមរតកការការពារនិងសុភមង្គលសម្រាប់អ្នកប្រឹក្សាបាទគឺល្អប៉ុន្តែត្រូវប្រយ័ត្នខ្លាចចាញ់បោកគេណាដោយសារតែលុយកាក់ហ្នឹងបាទទុកព្រួយដោយសារតែលុយកាក់ហ្នឹងណាត្រូវប្រយ័ត្នមែនទែនបាទព្រោះគេឃើញយើងមានលុយកាក់ហើយគេអាចបោកប្រាស់យើងណាត្រូវប្រយ័ត្នឥឡូវនេះយើងមកមើលក្រុមគ្រួសាររបស់យើងវិញស្លឹកទី1ក្រមុំគឺតំណាងឲ្យស្ត្រីពួរតុងដែងរៀបការហើយឬក៏មេម៉ាយជាស្ត្រីជាមិត្តភក្តិល្អបាទជាមិត្តល្អនាងស្នើឲ្យអំណោយផលដល់គម្រោងក្នុងអាពាហ៍ពិពាហ៍ដ៏រីករាយបាទគឺល្អណាស់សម្រាប់ស្ត្រីសម្រាប់ក្រុមគ្រួសារយើងបាទគឺល្អឥឡូវនេះយើងមកមើលស្លឹកទី2 7ការ៉ូតំណាងឲ្យការនិយាយឬក៏ដំណឹងល្អអាក្រក់អាស្រ័យទៅលើបៀដែលនៅចិត្តហ្នឹងនៅបន្ទាប់ហ្នឹងបាទឥឡូវនេះយើងទៅមើលដំណឹងដែលយើងនឹងទទួលបានណាបាទដំណឹងដែលយើងទទួលបានគឺកតាប់ជួងបាទកតាប់ជួងតំណាងឲ្យបរោះសក់ខ្មៅវ័យក្មេងម្នាក់ដែលស្មោះត្រង់រុះរីរាក់ទាក់ឧស្សាហ៍ព្យាយាមវាបង្ហាញពីភាពជោគជ័យក្នុងជំនួញវាក៏អាចឆ្លើយតបនឹងការផ្ដល់នូវមូលនិធិផងដែរបាទគឺល្អណាស់ដំណឹងដែលយើងនឹងទទួលបានសម្រាប់ក្រុមគ្រួសារឥឡូវនេះយើងមកមើលជួរទី3ទូទីអំពីអាជីវកម្មនិងការងារមុខរបររកទទួលទានប្រចាំថ្ងៃណាអូខេស្លឹកទី1 8ជួងបាទគឺល្អបាទថ្ងៃច័ន្ទនេះគឺល្អណាស់8ជួងតំណាងឲ្យស្ត្រីវ័យក្មេងវាបង្ហាញពីភាពជោគជ័យនៃក្តីស្រឡាញ់
ភាពរីករាយដ៏អស្ចារ្យវាប្រកាសពីការទទួលបាននៅក្នុងអាជីវកម្មបាទឬក៏ការផ្សព្វផ្សាយអ្វីមួយណាទទួលបាននឹងអាជីវកម្មរបស់យើងឬក៏ការងារណាការងាររបស់យើងអាជីវកម្មហ្នឹងអាចទទួលបានការងាររបស់យើងបើយើងទៅរកការធ្វើនឹងទទួលបានការងារឬបើយើងបើកអាជីវកម្មនឹងបានទទួលអាជីវកម្មបើអ្នកផ្សព្វផ្សាយយើងនឹងទទួលបាននឹងការងារផ្សព្វផ្សាយណាភាពរីកចម្រើនដោយសារតែទេពកោសល្យតែមួយគត់របស់អ្នកប្រឹក្សាយោបល់បាទគឺល្អឥឡូវនេះយើងមកមើលស្លឹកទី2ក្រមុំជួងបាទក្រមុំជួងក៏ល្អដែរបាទតំណាងឲ្យស្ត្រីមិត្តដែលត្រៀមជួយវាតំណាងឲ្យនារីសក់ខ្មៅវានេះមានប្រយោជន៍ណាគឺក្នុងការរកទទួលទានឬក៏ការងាររបស់យើងគឺមានស្ត្រីចាំជួយយើងណាគឺមិត្តភ័ក្តិរបស់យើងហ្នឹងចាំជួយយើងបាទជួយទ្រាំទ្រយើងជួយស្វែងរកការងារធ្វើឲ្យយើងឬក៏តាក់ទងរឿងអាជីវកម្មអីមួយឲ្យយើងណាគឺមិត្តភ័ក្តិរបស់យើងអាចមានទំនាក់ទំនងល្អសម្រាប់យើងណាឥឡូវនេះយើងមកមើលស្លឹកទី3បាទស្លឹកទី3ក៏ល្អបាទ9ជួងទៀតបាទជួង9ជួងតំណាងឲ្យជោគជ័យឬក៏អាពាហ៍ពិពាហ៍ជីវិតធម្មតាការបង្ហាញការបង្កើតក្រុមគ្រួសារប្តីប្រពន្ធកូនចៅនៅក្នុងសហជីពសេរីវាក៏បង្ហាញពីភាពរីករាយដែលមិននឹកស្មានដល់ជោគជ័យផ្នែកហិរញ្ញវត្ថុបាទគឺល្អណាស់ការរកទទួលទានការរកប្រចាំថ្ងៃនេះគឺល្អបាទវាជោគជ័យក្នុងផ្នែកហិរញ្ញវត្ថុបាទលុយកាក់របស់យើងហ្នឹងគឺល្អចូលទទួលបាននៅមរតកឬក៏ការឈ្នះបណ្ដឹងអាជីវកម្មអ្វីមួយណាគឺល្អសម្រាប់អាជីវកម្មរបស់យើងបាទឥឡូវនេះយើងមកមើលជួរទី4ទូទាអំពីអនាគតវិញបាទខ្ញុំសូមបញ្ជាក់ការរកទទួលទានប្រចាំថ្ងៃនេះថ្ងៃច័ន្ទនេះណាយើងត្រូវចេញពីម៉ោង8:25នាទីទៅណាឬក៏ម៉ោង10 48នាទី50នាទីទៅណាបាទគឺល្អតែយើងចេញមុនហ្នឹងវាមិនសូវល្អទេណាអាចកុំចរចាបាទកុំចរចាទៅនៅពេលព្រលឹមឡើងពេកបាទព្រលឹមឡើងម៉ោង6ហ្នឹងកុំសូវចរចាណាគឺចាប់ពីម៉ោង8:25នាទី30នាទីទៅគឺល្អណាបាទឥឡូវនេះយើងមកមើលអនាគតវិញស្លឹកទី1អនាគតអត្តាបិចបាទអត្តាបិចតំណាងឲ្យច្បាប់មេធាវីចៅក្រមច្បាប់ឬក៏មេធាវីចៅក្រមវាក៏មានន័យថាត្រូវជាមិត្តភ័ក្តិឬក៏ញាតិអាក្រក់ឬក៏ជាមិត្តភ័ក្តិខុសខើឬប្តីខុសខើអាក្រក់បង្កគ្រោះថ្នាក់ណាវាប្រកាសពីការឃ្លាតឆ្ងាយពីគ្នាឬក៏ការរំខានអ្វីមួយណាដូច្នេះទៅថ្ងៃអនាគតមិនសូវល្អទេសម្រាប់អ្នកទូទាថ្ងៃនេះណាបាទឥឡូវនេះយើងទៅមើលស្លឹកទី2ស្លឹកទី2កតឹបគឺបាទកតឹបគឺមិនអីទេគឺល្អបាទកតឹបគឺល្អណាស់អត់អីទេឥឡូវយើងមើលកតឹបគឺតំណាងឲ្យបុរសស្រឡាញ់ស្មោះត្រង់ឬក៏ជាមិត្តភ័ក្តិឬក៏ជាគូដណ្ដឹងសម្រាប់អ្នកប្រឹក្សាណាជាមិត្តស្មោះត្រង់ណាជាគូដណ្ដឹងដែលស្មោះត្រង់ឥឡូវនេះយើងទៅមើលស្លឹកទី3 7គឺតំណាងឲ្យមិត្តស្មោះត្រង់ដែរលះបង់ជាមិត្តល្អសុភមង្គលស្ងប់ស្ងាត់អាពាហ៍ពិពាហ៍លុយកាក់នាពេលខាងមុខបាទទៅថ្ងៃអនាគតគឺល្អណាស់សម្រាប់អ្នកប្រឹក្សាគឺល្អសម្រាប់អ្នកដែលមកទាហ្នឹងណាបាទគឺល្អទៅថ្ងៃអនាគត7គឺបាទសម្រាប់នារីវ័យក្មេងរៀបការជាមួយបុរសដែលនាងចង់បានសម្រាប់បុរសភាពស្មោះត្រង់របស់គាត់នឹងមានអាពាហ៍ពិពាហ៍តាមបំណងប្រាថ្នារបស់គាត់បាទគឺល្អមែនទែនបាទឥឡូវនេះការទូទាយសម្រាប់អ្នកផ្ទាល់ខ្លួនគឺជាប់ហើយឥឡូវនេះយើងមកមើលបុរសនិងស្ត្រីដែលកើតថ្ងៃច័ន្ទទី19ខែមករាវិញម្ដងសម្រាប់ស្ត្រីណាយើងតំណាងឲ្យក្រមុំជួង
សម្រាប់ស្ត្រីដែលកើតថ្ងៃច័ន្ទទី19ខែមករាស្លឹកទី1នេះគឺអតីតកាលណាសម្រាប់ស្ត្រីយើងមកមើលទាំងអស់គ្នាសម្រាប់ស្ត្រីដែលកើតថ្ងៃច័ន្ទទី19ខែមករាអតីតកាលគឺ10គឺបាទ10គឺឥឡូវនេះយើងមកមើលទាំងអស់គ្នា10គឺជោគជ័យក្នុងអាជីវកម្មសុភមង្គលនៅក្នុងផ្ទះអាពាហ៍ពិពាហ៍រីករាយដ៏រីករាយឬក៏សហជីពសម្រាប់អ្នកប្រឹក្សាយោបល់រីករាយជ័យជំនះសុភមង្គលនៅក្នុងក្រុមគ្រួសារបាទពីអតីតកាលគឺល្អណាស់សម្រាប់ស្ត្រីនេះឥឡូវនេះយើងមកមើលបច្ចុប្បន្នកាលវិញបាទបច្ចុប្បន្នកាលគឺអាចជួបនឹងគូព្រេងរបស់គាត់ណាដែលអ្នកមិនទាន់មានគូព្រេងគឺនឹងជួបនឹងគូព្រេងបាទគូកំណត់ចិត្តរបស់គាត់បាទបើអ្នកមិនទាន់មានគូព្រេងបើអ្នកមានហើយគឺជាគូដណ្ដឹងរបស់គាត់ហ្នឹងឬក៏ស្វាមីរបស់គាត់ហ្នឹងគឺល្អណាស់បាទតាគឺតំណាងឲ្យបរោះរីករាយនឹងអាជីពល្អឬក៏ជាមិត្តស្មោះត្រង់លះបង់ណាវាបង្ហាញពីភាពជោគជ័យទាំងក្នុងស្នេហាទាំងផ្នែកហិរញ្ញវត្ថុបាទគឺល្អស្នេហាក៏ជួបគ្នាបាទជោគជ័យហើយផ្នែកហិរញ្ញវត្ថុក៏ជោគជ័យបាទគឺល្អសម្រាប់ស្ត្រីថ្ងៃនេះណាបច្ចុប្បន្នកាលឥឡូវនេះយើងទៅមើលអនាគតកាលវិញទៅមើលអនាគតណាសម្រាប់ស្ត្រីបាទទៅថ្ងៃអនាគតមិនសូវល្អទេបាទគឺ7បិចនេះ7បិចតំណាងឲ្យវិវាទចំនួនណាបញ្ហាបណ្ដោះអាសន្នឬក៏ការរំខានវាត្រូវនឹងទុកព្រួយនៃក្តីស្រឡាញ់ភាពមិនស្មោះត្រង់រវាងស្វាមីភរិយាវាក៏មានន័យថាអ្វីៗគ្រប់យ៉ាងបាននឹងត្រូវបានអនុវត្តដើម្បីយកឈ្នះនឹងបញ្ហាការរំខានអ្វីក៏ដោយដោយសារវិស័យនេះក្នុងវិស័យនេះគឺជាស្លឹកបៀដែលប្រកបវិជ្ជាបាទដូច្នេះទៅថ្ងៃអនាគតគឺមានរឿងរ៉ាវរំខានច្រើនណាដូច្នេះត្រូវប្រុងប្រយ័ត្នមែនទែនបាទឥឡូវនេះយើងមកមើលបុរសវិញម្ដងសម្រាប់បុរសដែលកើតថ្ងៃច័ន្ទទី19ខែមករាណាសម្រាប់បុរសយើងតំណាងឲ្យអតាជួងអតាជួងឥឡូវនេះយើងមកមើលទាំងអស់គ្នាស្លឹកទី1នេះទូទាអំពីអតីតកាលដូចគ្នាអតីតកាលសម្រាប់បុរសដែលកើតថ្ងៃច័ន្ទទី19ខែមករាគឺអតាការ៉ូណាអតាការ៉ូនេះតំណាងឲ្យបុរសដែលគ្រោះថ្នាក់ណាត្រូវប្រយ័ត្នមែនទែនអតាការ៉ូតំណាងឲ្យបុរសរៀបការរួចជាបុរសគ្រោះថ្នាក់ក៏អឺតកតូមមានសិលធម៌ជាបុរសរស់នៅតាមខេត្តមកពីខេត្តអីចឹងទៅវាក៏អាចតំណាងឲ្យការឆ្លុះបញ្ចាំងពីមិត្តភ័ក្តិផងដែរអាចជាមិត្តភ័ក្តិរបស់យើងណាពីអតីតកាលយុវជនជាគូប្រជែងឬក៏ជាអ្នកគូប្រជែងរបស់យើងសម្រាប់នារីវ័យក្មេងជាអ្នកលបួងឯកស្ថានអ្នកបោកប្រាស់ណាបោកប្រាស់យើងលុយកាក់របស់យើងណាវាអាចមានប្រយោជន៍សម្រាប់អាជីវកម្មរបស់គេនិងស្ថានភាពការងាររបស់គេណាដូច្នេះអតីតកាលគឺកន្លងផុតហើយឥឡូវនេះយើងមកមើលបច្ចុប្បន្នកាលវិញបច្ចុប្បន្នកាលកតិបបិចកតិបបិចនេះគឺតំណាងឲ្យបុរសច្រើនតែមានពណ៌ត្នោតឬក៏ត្នោតខ្មៅដោយមិនមានភាពស្មោះត្រង់ច្រើនតែមានជំនឿអាក្រក់ទុច្ចរិតមិនស្មោះត្រង់ដែលត្រូវប្រុងប្រយ័ត្នណាប្រយ័ត្នមែនទែនបាទបុរសនេះវាក៏អាចមានន័យផងដែរការផិតក្បត់ការច្រណែនបាទឬក៏ហានិភ័យនៃការបែកបាក់ណាបើជាគូឆ្លោះគ្នាជាមួយបងប្អូនឬក៏មិត្តភ័ក្តិរបស់យើងណាបាទជាញាតិអាក្រក់អាចមានបង្ហាញពីភាពទុច្ចរិតភាពមិនច្បាស់លាស់ពន្ធនាគារជាដើមណាបាទមិនសូវល្អទេសម្រាប់បុរសនេះដូច្នេះយើងត្រូវប្រុងប្រយ័ត្នណាសម្រាប់បច្ចុប្បន្នកាលឥឡូវនេះយើងទៅមើលអនាគតកាលវិញ
អនាគតតកាលក៏មិនសូវល្អដែរ7ប៊ិចនេះវិវាទចំនួនដូចគ្នាណាដូចស្ត្រីដែរមិញណាបាទចំនួនបណ្ដោះអាសន្នឬក៏បញ្ហាបណ្ដោះអាសន្នឬក៏ការរំខានអ្វីមួយណាវាត្រូវនឹងទុកព្រួយនៃសេចក្តីស្រឡាញ់ភាពមិនស្មោះត្រង់រវាងប្រពន្ធបាទឬក៏ម្ចាស់ស្ត្រីវាក៏មានន័យថាអ្វីគ្រប់យ៉ាងត្រូវបានអនុវត្តដើម្បីយកឈ្នះលើបញ្ហានិងការលំបាកអ្វីក៏ដោយក្នុងវិស័យនេះគឺជាសិលឹកបៀដែលប្រកបវិជ្ជាបាទមិនទៅល្អទេបាទមានវិវាទដូច្នេះត្រូវប្រយ័ត្នទាំងអស់បាទសម្រាប់បរិសុទ្ធតែកើតថ្ងៃច័ន្ទទី19ខែមករានេះមិនសូវល្អទេណាត្រូវប្រយ័ត្នខ្លួនបាទដូច្នេះការទូទាត់របស់ខ្ញុំបានបញ្ចប់ហើយសូមប្រិយមិត្តពុកម៉ែបងប្អូនកូនក្មួយកុំភ្លេចជួយ Subscribe ចុច Like និង Share ម្នាក់មួយផងដើម្បីទទួលបាននូវវីដេអូថ្មីៗទៀតជូនពរសំណាងល្អសុខភាពល្អធ្វើដំណើរឲ្យមានសុវត្ថិភាពទាំងអស់គ្នាបាទបាយបាយ